សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះយើងនឹងសិក្សាអំពីរបៀបប្រើប្រាស់ there is there are ដែលយើងប្រើថាមានអញ្ចឹងតើតើទៅនឹងការប្រើ there is គឺយើងប្រើជាមួយនឹង singular nouns នាមដែលមានតែមួយឬក៏ uncountable nouns នាមដែលមិនអាចរាប់បានជាឯកតាពីមួយទៅមួយអញ្ចឹងទៅអញ្ចឹងយើងក៏លេខមកឧទាហរណ៍របស់យើង there is ឬក៏ there's a cat វាឆ្មាមួយក្បាល there is an apple on the table មានផ្លែប៉ោមមួយនៅលើតុThere is some sugar in the cups មានស្ករខ្លះៗនៅក្នុងកែវអញ្ចឹង sugar ទីនេះគឺជា uncountable noun apple និង cat គឺជា singular noun នាមដែលមានតែមួយអូខេអញ្ចឹងយើងនិយាយអំពីរបៀបប្រើប្រាស់ there are វិញម្ដងអញ្ចឹង there are គឺយើងប្រើជាមួយនឹង plural noun ឬក៏នាមដែលជាពហុវចនៈនាមដែលច្រើនអញ្ចឹងទៅ There are 5 catsចឹងមានឆ្មាចំនួន5ក្បាលអញ្ចឹងយើងឃើញ cat គឺមាន s ដោយសារតែវាមាន5លើសពី1មែនទេ There are 2 apples on the table អញ្ចឹង apple យើងក៏មាន s ដែរដោយសារតែវាមាន2 There are some pens in the bag អញ្ចឹង pen របស់យើងក៏មាន s ដែរដោយសារតែវាលើសពី1អញ្ចឹងរាល់នាមទាំងឡាយណាដែលលើសពី1គឺយើងប្រើជាមួយនឹង there are នាមដែលមានតែមួយគឺយើងប្រើជាមួយនឹង there isអូខេអញ្ចឹងវីដេអូរបស់យើងនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើន Goodbye